ដើម្បីកាត់បន្ថយថ្លៃដើមផលិតសមាគមស្វ័យយន្តកម្ពុជាបានសហការជាមួយក្រុមហ៊ុន UT ដើម្បីបង្រៀនកសិករដើម្បីឲ្យគាត់ប្រើប្រាស់ជីថ្នាំឲ្យចំគោលដៅហើយមិនលើសកម្រិតជាតិពុលដែលត្រូវបានហាមឃាត់ជាលក្ខណៈអន្តរជាតិគឺគោលដៅរបស់គាត់គឺចង់បានឲ្យកសិករទទួលបានទិន្នផលខ្ពស់ហើយតាមធ្វើម៉េចដើម្បីកសិករទទួលបានទិន្នផលខ្ពស់គឺត្រូវប្រើផលឲ្យចំគោលដៅបាទអ្វីដែលប្រើចំគោលដៅគឺការយល់ច្បាស់ពីផលិតផលជាថាផលិតផលមិនមែនជាថ្នាំទឹកតែថាប្រើទៅល្អទាំងអស់គ្រប់មុខគ្រប់ពេលវេលាគ្រប់ដំណាំទេគឺទាមទារស្គាល់ពីបច្ចេកទេសរបស់វាចំការស្វាយចន្ទីនៅខេត្តព្រះវិហារប្រមាណជាង50នាក់បានចូលរួមសិក្ខាសាលាស្ដីពីការថែទាំដំណាំស្វាយចន្ទីចាប់ពីវគ្គផ្ការរហូតដល់វគ្គប្រមូលផលជាមួយអ្នកជំនាញបច្ចេកទេសក្រុមហ៊ុន UT Crop Protection ដើម្បីប្រើប្រាស់ធាតុចូលកសិកម្មឲ្យចំគោលដៅនិងទទួលបានទិន្នផលខ្ពស់កម្មវិធីរៀបចំដោយក្រុមហ៊ុន UT Crop Protection មានការសហការជាមួយដេប៉ូលំអងឃ្លាំងកសិកម្មនិងសមាគមស្វាយចន្ទីកម្ពុជាកាលពីថ្ងៃទី29ខែតុលាឆ្នាំ2025នៅក្នុងខេត្តព្រះវិហារជាពិសេសមានការចូលរួមជាវាគ្មិនកិត្តិយសនិងបកស្រាយដល់លោកអ៊ុនស៊ីឡុតជាប្រធានសមាគមស្វាយចន្ទីកម្ពុជានៅក្នុងនោះដែរលោកក៏បានចែករំលែកនូវបទពិសោធន៍ល្អៗទៅកាន់បងប្អូនប្រជាកសិករដើម្បីអនុវត្តលើចំការរបស់ពួកគាត់ផងដែរបាទសូមគោរពជម្រាបសួរខ្ញុំអ៊ុនស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាហើយខ្ញុំពិតជាសប្បាយរីករាយហើយអរគុណដល់ក្រុមហ៊ុន UT Crop Protection ដែលបានបើកជាសិក្ខាសាលាជួយដល់កសិករតាមមូលដ្ឋានតែពិតយើងសហការជាមួយគ្នាជាច្រើនជាមួយក្រុមហ៊ុន UT Crop Protection ព្រោះគាត់មានអ្នកជំនាញគាត់មកបង្រៀនហើយគាត់មានធនធានគាត់អាចមកបង្រៀនកសិករដែលជាសមាជិកសមាគមតាមមូលដ្ឋានតាមពិតទៅស្វាយចន្ទីគឺជាដំណាំមួយដែលមានសក្តានុពលដែលអាចផ្ដល់ជាប្រាក់ចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចជាតិបានច្រើនហើយការប្រើប្រាស់ធាតុចូលកសិកម្មតិចអញ្ចឹងដើម្បីកាត់បន្ថយថ្លៃដើមផលិតសមាគមស្វ័យយន្តកម្ពុជាបានសហការជាមួយក្រុមហ៊ុន UT ដើម្បីបង្រៀនកសិករដើម្បីឲ្យគាត់ប្រើប្រាស់ជីថ្នាំឲ្យចំគោលដៅហើយមិនលើសកម្រិតជាតិពុលដែលត្រូវបានហាមឃាត់ជាលក្ខណៈអន្តរជាតិអញ្ចឹងថ្ងៃនេះយើងឃើញថាកសិករគាត់ចូលរួមក្នុងការមករៀនយ៉ាងសកម្មហើយដើម្បីដឹងបន្ថែមអំពីការប្រើប្រាស់ជីថ្នាំឲ្យបានត្រឹមត្រូវក្នុងគោលបំណងតែមួយគត់គឺយើងកាត់បន្ថយការចំណាយនិងប្រើជីថ្នាំឲ្យបានត្រឹមត្រូវហើយនឹងមានប្រសិទ្ធភាពនេះជាគោលបំណងធំរបស់សមាគមស្វ័យយន្តកម្ពុជាក៏ដូចជាក្រុមហ៊ុន UT Crop Protection ក្នុងការជួយកសិករតាមគោលដៅមកដល់ពេលនេះគឺកសិករគាត់មានការយល់ដឹងច្រើនយើងគិតថាពេលដែលគាត់យកទៅគាត់នឹងអនុវត្តហើយយើងក៏មានក្រុមបច្ចេកទេសដើម្បីតាមជួយគាត់ទៅដល់ចំការផងដែរព្រោះមកដល់ពេលនេះយើងសហការជាមួយក្រុមហ៊ុន UT អញ្ចឹងគាត់អាចមានបញ្ហាអ្វីគាត់អាចផ្ញើមកសមាគមឬក៏តាក់ទងតាមក្រុមហ៊ុន UT Crop Protection ហើយយើងមានបុគ្គលិកជូនទៅដល់ចំការរបស់គាត់ដើម្បីពិនិត្យមើលតើគាត់មានបញ្ហាអ្វីហើយយើងនឹងអាចជួយគាត់បានទាន់ពេលវេលាហេតុផលនេះហើយធ្វើឲ្យកំណើននៃផលិតកម្មស្វាយចន្ទីពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជានិច្ចអញ្ចឹងយើងប្រឹងប្រែងជួយដល់កសិករតាមមូលដ្ឋានមិនមែនតែត្រឹមថ្នាក់រៀនទេគឺយើងមានទៅដល់ចំការទៀតអញ្ចឹងអនុសាសន៍របស់ខ្ញុំគឺសំណូមពរឲ្យកសិករចូលរួមរៀននៅក្នុងកម្មវិធីបែបនេះឲ្យកាន់តែច្រើនកាន់តែល្អព្រោះអានឹងយើងអាចជួយកាត់បន្ថយថ្លៃដើមផលិតហើយនឹងបង្កើនប្រាក់ចំណូលរបស់យើងនៅក្នុងសិក្ខាសាលានេះអ្នកបច្ចេកទេសក្រុមហ៊ុន UT Crop Protection ក៏បានណែនាំអំពីការគ្រប់គ្រងសត្វល្អិតការការពារនិងព្យាបាលជំងឺជាពិសេសការក្រៀមផ្កាគាំងក្តឹបនិងខ្មៅគ្រាប់ជាដើមក្រុមហ៊ុនក៏បានផ្ដល់ដំណោះស្រាយសមស្របតាមវគ្គលូតលាស់នៃដំណាំដើម្បីជួយឲ្យដំណាំស្វាយចន្ទីមានកម្លាំងលូតលាស់ល្អទទួលបានទិន្នផលខ្ពស់គុណភាពល្អនិងកាត់បន្ថយការចំណាយថ្លៃដើមយ៉ាងមានប្រសិទ្ធភាពសិក្ខាសាលានេះជាផ្នែកមួយនៃកម្មវិធីផ្ដល់ចំណេះដឹងដល់សង្គមក្នុងវិស័យកសិកម្មពិសេសផ្នែកការពារដំណាំឲ្យកសិករមានចំណេះដឹងបច្ចេកទេសនិងអនុវត្តវិធីសាស្ត្រថែទាំដំណាំសម្រាប់លើកកម្ពស់ផលិតភាពកសិកម្មនិងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ